วิธีធ្វើបាយឡុកឡាក់បែបនៅហាងដែលគេលក់បើអ្នកទាំងអស់នេះចេះធ្វើវិធីនេះអ្នកទាំងអស់នេះអាចធ្វើញ៉ាំក៏បានឬក៏ធ្វើរកស៊ីធ្វើលក់អីក៏បានដែរសម្រាប់គ្រឿងផ្សំគឺងាយៗទេហើយគ្រឿងផ្សំហ្នឹងគឺខ្ញុំធ្វើបរិមាណសម្រាប់មួយចានហ្នឹងអញ្ចឹងណាហើយគ្រឿងផ្សំហ្នឹងក៏អាចធ្វើទុកបានដែរបើសិនជាមានអ្នកគាត់ចង់ធ្វើទុកអីគឺចាំលើកក្រោយខ្ញុំចេញវីដេអូសម្រាប់ការធ្វើគ្រឿងផ្សំហ្នឹងទុកអញ្ចឹងគឺខ្ញុំអត់និយាយតាក់ទងជាមួយគ្រឿងផ្សំទេចាំខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងតែម្ដងនៅខាងលើវីដេអូដើម្បីអ្នកទាំងអស់គ្នាស្រួលមើលអញ្ចឹងណាហើយតាក់ទងជាមួយនឹងវិធីធ្វើគឺតិចនិចតាក់តិចតែតិចតួចទេប៉ុន្តែធ្វើមកគឺមានរសជាតិខ្ញុំធានាថាឆ្ងាញ់ហ្មងអ្នកដែលគាត់ចូលចិត្តហូបបាយឡុកឡាពេលដែលញ៉ាំបាយឡុកឡាមួយចាននឹងហើយបន្ទាប់ពីលាយគ្រឿងផ្សំនៅក្នុងចានហើយគឺយើងត្រូវតែយកមកឆានៅក្នុងខ្ទះតាទេសិនគឺអត់អាចយកខ្ទឹមហើយនឹងសាច់ឆាហើយបានចាក់គ្រឿងនឹងចូលណាគឺអត់ទេគឺត្រូវតែឆាគ្រឿងនឹងសិនបន្ទាប់មកបានយើងហាន់សាច់ហាន់អីតាមក្រោយដើម្បីយើងឆាជាមួយនឹងគ្រឿងដែលយើងឆាហើយនឹងបើយើងឆាហើយបានចាក់គ្រឿងដែលយើងកូរក្នុងចានហ្នឹងចាក់ចូលគឺរសជាតិខុសគ្នាណាហើយយើងហាន់ខ្ទឹមដំខ្ទឹមហើយសម្រាប់សាច់គោរបស់យើងគឺយើងអាចហាន់ជាស្ដើងក៏បានហាន់ជាដុំក៏បានដែរតាមចិត្តយើងចូលចិត្តទេហើយបន្ទាប់មកគឺយើងដាក់ប្រេងឆាហើយជាមួយនឹងប៊ឺកុំភ្លេចឲ្យសោះគឺត្រូវតែដាក់ប៊ឺណាហើយលីងជាមួយនឹងខ្ទឹមសធម្មតាទៅហើយយើងចាក់សាច់ចូលហើយសម្រាប់ការឆាសាច់កុំឲ្យឆ្អិនពេកព្រោះបើសិនជាកាត់ជាដុំបែបនេះអ្នកទាំងអស់គ្នាឆាឆ្អិនពេកវាស្វិតណាអញ្ចឹងឆានៅក្នុងបរិមាណល្មមមកសមរម្យវានៅផុយអញ្ចឹងអ្នកទាំងអស់គ្នាពេលដែលឆានឹងហើយឡើងឈ្ងុយបានពណ៌ប៉ុណ្ណឹងហើយចាំចាក់គ្រឿងដែលយើងឆាហ្នឹងចូលមានន័យថាគ្រឿងផ្សំហ្នឹងដែលសម្រាប់ឆាបាយឡុកឡានហ្នឹងគឺអាចធ្វើទុកបានតែនេះខ្ញុំធ្វើបរិមាណសម្រាប់មួយចានឆាហ្នឹងទេអញ្ចឹងប៉ានេះរួចរាល់ហើយគឺអ្នកទាំងអស់គ្នាអាចដួសបាយដាក់ពងមាន់ពងទាចៀនតាមចិត្តហើយចាក់ចូលមកគឺរសជាតិឆ្ងាញ់មែនតើអញ្ចឹងអ្នកដែលគាត់ធ្វើហើយរសជាតិមិនដែរជួយខមមិនប្រាប់ខ្ញុំផងណាអរគុណច្រើនវិធីធ្វើបាយឡុកឡាក់បែបនៅហាងដែលគេលក់បើអ្នកទាំងអស់នេះចេះធ្វើវិធីនេះអ្នកទាំងអស់គ្នាអាចធ្វើញ៉ាំក៏បានឬក៏ធ្វើរកស៊ីធ្វើលក់អីក៏បានដែរសម្រាប់គ្រឿងផ្សំគឺងាយៗទេហើយគ្រឿងផ្សំហ្នឹងគឺខ្ញុំធ្វើបរិមាណសម្រាប់មួយចានហ្នឹងអញ្ចឹងណាហើយគ្រឿងផ្សំហ្នឹងក៏អាចធ្វើទុកបានដែរបើសិនជាមានអ្នកគាត់ចង់ធ្វើទុកអីគឺចាំលើកក្រោយខ្ញុំចេញវីដេអូសម្រាប់ការធ្វើគ្រឿងផ្សំនឹងទុកអញ្ចឹងគឺខ្ញុំអត់និយាយតាក់ទងជាមួយគ្រឿងផ្សំទេចាំខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងតែម្ដងនៅខាងលើវីដេអូដើម្បីអ្នកទាំងអស់គ្នាស្រួលមើលអញ្ចឹងណាហើយតាក់ទងជាមួយនឹងវិធីធ្វើគឺតិចនិចតាក់តិចតែតិចតួចទេប៉ុន្តែធ្វើមកគឺមានរសជាតិខ្ញុំធានាថាឆ្ងាញ់ហ្មងអ្នកដែលគាត់ចូលចិត្តហូបបាយឡុកឡាពេលដែលញ៉ាំបាយឡុកឡាមួយចាននឹងហើយបន្ទាប់ពីលាយគ្រឿងផ្សំនៅក្នុងចានហើយគឺយើងត្រូវតែយកមកឆានៅក្នុងខ្ទះតាទេសិនគឺអត់អាចយកខ្ទឹមហើយនឹងសាច់ឆាហើយបានចាក់គ្រឿងនឹងចូលណាគឺអត់ទេគឺត្រូវតែឆាគ្រឿងនឹងសិន